មកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីចឹងនៅក្នុងវីដេអូនេះគឺយើងមករៀន set up ពាក់ព័ន្ធទៅនឹង web server នៅលើ CentOS របស់យើងចឹងខ្ញុំនឹងធ្វើការបរៀន set up ពាក់ព័ន្ធទៅនឹងធ្វើការ host website ចំនួន2ដែលទី1គឺយើងផ្អែកទៅលើ port ទី2គឺផ្អែកទៅលើ IP address ហើយនិង domain name ហើយយើងនឹងមានការធ្វើជាការ generate នៅ self certificate ដើម្បីប្រើជាមួយនឹង HTTPS protocol នៅលើ website របស់យើងចឹងចំពោះ HTTPS គឺយើង self generate ចឹងគឺវាមិនត្រូវបានទទួលស្គាល់ដោយ browser ទេប៉ុន្តែនេះគឺជាវីដេអូដែលយើងរៀនធ្វើការ set up ដើម្បីឲ្យយល់ដឹងពីដំណើរការនៃការបង្កើតនៅ HTTPS protocol ទៅលើ website របស់យើងចឹងយើងដឹងហើយតែ web server គឺយើងប្រើសម្រាប់ទៅ host នៅ website ចឹងនៅក្នុងក្រុមហ៊ុនគេអាចនឹងមានជា internal website និង external website ដែលវា expose ទៅឬក៏គេហៅថា public facing website ចឹងថ្ងៃនេះគឺយើងនឹងធ្វើការបង្កើត website ចំនួន2ចឹងដើម្បីធ្វើការបង្កើតនៅ web server បានគឺយើងត្រូវ install នៅ software មួយដែលឈ្មោះថា HTTPD ដែលវាជា web Apache server ហើយនេះដោយសារខ្ញុំ install ហើយចឹងគឺយើងមិនចាំបាច់ install ទេតាមទៀតយើងប្រើនៅ system control enable ដើម្បីធ្វើការឲ្យ service ហ្នឹង start នៅ boot time តាមទៀតយើងធ្វើការ start នៅ service HTTPD របស់យើងហើយយើងក៏អាចបញ្ជាក់ដោយយើងប្រើនៅ status comment ដើម្បីមើលថាតើ web server យើងបាន running ណាអញ្ចឹងនេះគឺវាបាន running ហើយអញ្ចឹងបន្តទៅទៀតគឺធ្វើការបង្កើតនៅ firewall rule ដើម្បីធ្វើការឲ្យ external traffic ចូលមកកាន់ server របស់យើងអញ្ចឹងអាចប្រើប្រាស់ command firewall cmd permanent គឺយើងធ្វើការបង្កើត rule នឹងរហូតបន្តទៀតយើង add នៅ service ដែលទី1គឺ HTTP មួយទៀតមាន S ហើយខ្ញុំធ្វើការ add នៅ port ចំនួន2គឺទី1 port 80ដោយសារតែខ្ញុំភ្លេចបញ្ជាក់ពី communication protocol អញ្ចឹងគឺ TCP អញ្ចឹងនេះហើយចឹងតបមកយើងធ្វើការ reload នៅ firewall rule របស់យើងអញ្ចឹងបន្ទាប់ពីយើងធ្វើការបង្កើត firewall rule ហើយយើងធ្វើការទៅបង្កើត directory structure សម្រាប់ website របស់យើងអញ្ចឹងយើងចូលមកកាន់ var.dot អញ្ចឹងកន្លែងនេះគឺវាមាន default របស់វាបែបហ្នឹងអញ្ចឹងយើងអត់ធ្វើការមួយ default របស់វាទេយើងធ្វើការបង្កើត directory ថ្មីចំនួន2ដែលទី1គឺ web 1ទី2 web 2អញ្ចឹងប្រើ command make dir path តទៅទៀតយើងបញ្ជាក់ folder names ហើយនៅក្នុង directory ហ្នឹងខ្ញុំនឹងធ្វើការបង្កើតនៅ directory 2ទៀតគឺមួយគឺសម្រាប់ store នៅ web file របស់យើង website file និងទី2គឺ store log អីចឹងដែរអញ្ចឹងយើងនៅ web 2អញ្ចឹងអាចឲ្យមែនគឺយើងមានបាន2ហើយយើងបង្កើតបាន2ហើយអញ្ចឹងយើងត្រូវ change ownership ពី root ទៅកាន់ Apache ដើម្បីធ្វើការឲ្យ Apache server របស់យើងធ្វើការគ្រប់គ្រងទៅលើពី directory ហ្នឹងអញ្ចឹងអាចធ្វើការ change ownership តាមទៀត recursive ហើយយើង change ទៅ user Apache ក៏ដូចជា group Apache ហើយយើង specify នៅ directory អញ្ចឹងអាចឲ្យមើលម្ដងទៀតអញ្ចឹងយើងឃើញហើយថា user ក៏ដូចជា group បានបដូរទៅ Apache ទាំងពីរហើយអញ្ចឹងខ្ញុំបន្ទាប់គឺពាក់ព័ន្ធទៅនឹងការ copy file ពី host របស់យើងមកកាន់ server អញ្ចឹងខ្ញុំប្រើនៅ software មួយមានឈ្មោះថា WinSCP គឺវាជា GUI ដែលវាងាយស្រួលក្នុងការ copy ជម្រាបខ្ញុំ download application ខ្ញុំធ្វើការ connect មកកាន់ server របស់ខ្ញុំមកអញ្ចឹងនេះគឺវាចូលមកកាន់ server ហើយអញ្ចឹងគឺវាជា GUI base គឺយើងដាក់វាស្រួល copy ជាងយើងប្រើប្រាស់នៅ SP command ឬក៏ telnet ដើម្បីធ្វើការ copy អញ្ចឹងទៅអញ្ចឹងខ្ញុំមាននៅ website ចំនួន2ខ្ញុំចូលមកនេះអញ្ចឹង website 2នេះអញ្ចឹងខ្ញុំធ្វើការ copy website ទី1ដែលខ្ញុំមានតែ HTML ទេខ្ញុំគ្រាន់តែបង្កើត test demo តែបើសិនជាមែនតើវាមានពាក់ព័ន្ធទាំង CSS ក៏ដូចជា JS ឬក៏ file configuration អីមួយចំនួនទៀតអញ្ចឹងទៅអញ្ចឹងនេះសម្រាប់ web ទី1សម្រាប់ web ទី2គឺយើងធ្វើការ copy មិន copy យើងទាញដាក់ចូលមកអញ្ចឹងគឺថាយើង copy ទៅកាន់ server យើងហើយយើងក៏អាច access មើលបាននេះwait គឺនៅក្នុង public មួយទៀតអញ្ចឹងឃើញហើយថាវាមាន index.html ចំនួន2នៅក្នុង directory 2ផ្សេងគ្នាអញ្ចឹងការ copy ពី website ពី host យើងបានជោគជ័យហើយអញ្ចឹងធ្វើការបិទនៅ session របស់វាមកអញ្ចឹងបន្តមកទៀតយើងដើម្បីធ្វើការ host នៅពី website ផ្សេងគ្នាបានគឺយើងត្រូវបង្កើតនៅ visual host អញ្ចឹងដើម្បីបង្កើត visual host យើងធ្វើការទៅកាន់ UCT httpd config.d ហើយនឹងដាក់ឈ្មោះ vhost config អញ្ចឹងនេះគឺជា configuration របស់យើង
គឺយើងគ្រាន់តែធ្វើប៉ុណ្្នឹងទៅតែប៉ុណ្្នឹងគឺមិន best practice ទេគឺនេះគ្រាន់តែលក្ខណៈ demo ពាក់ព័ន្ធនឹងការបរៀន host អញ្ចឹងទៅអញ្ចឹងបើសិនមែនតើគឺគេមាន configuration មួយចំនួនទៀតដើម្បី secure នៅ website ក៏ដូចជាការពារនៅ security issue អីជាដើមអញ្ចឹងកន្លែងនេះខ្ញុំដូរដាក់ port 81ដោយសារការ website ទី1គឺយើង host នៅលើ port 80ហើយនឹង website ទី2គឺយើង host នៅលើ port 81អញ្ចឹងព្រោះ document root នេះគឺជាផ្លូវទៅកាន់ index.html របស់យើងហ្នឹងអញ្ចឹងខ្ញុំធ្វើការទៅកែនៅឈ្មោះ directory ដោយសារតែនៅក្នុងនេះខ្ញុំដាក់ web2.com ហើយខ្ញុំបង្កើតហ្នឹងគឺខ្ញុំបានដាក់ .com ទេអញ្ចឹងធ្វើការ exit save ទៅអញ្ចឹងខ្ញុំធ្វើការកែនៅ file របស់យើង movement web1.com យើងកែបានមួយហើយ web2.com អញ្ចឹងខ្ញុំធ្វើការកែរួចហើយគឺយើងធ្វើការ restart នៅ service របស់យើងដើម្បីឲ្យ configuration យើងដំណើរការចឹងនេះឃើញថាយើងអាច access មកកាន់ website ទី1របស់យើងបានហើយដែលខ្ញុំបានបង្កើតឡើងនេះអញ្ចឹងសារ website ទៅ access ទៅ website ទី2ដែលនៅហោះនៅ port 81អញ្ចឹងតើមើលតើវាបានអត់អត់បានខ្ញុំយល់ទេគឺដោយសារតែខ្ញុំអត់ទាន់បើកឲ្យApache server របស់យើង listen នៅ port 81អញ្ចឹងដើម្បីទៅកែបានយើងគ្រាន់តែទៅកាន់នេះមក click file config វាcon ttpd config អញ្ចឹងយើងចូលមកកាន់ file នេះមកនេះអញ្ចឹងកន្លែងនេះយើងឲ្យវា listen 81ទៀតហើយជាមួយនឹង listen 443ហើយសារទៀតយើងធ្វើការបង្កើតនៅ SL certificate អញ្ចឹងយើង save មកហើយធ្វើការ restart service ម្ដងទៀតអញ្ចឹងយើងធ្វើការ reload ដើម្បីចង់ដឹងថាយើង access ទៅកាន់ website ទី2បានអត់អញ្ចឹងនេះគឺជា website ទី2ដែលខ្ញុំបានបង្កើតហើយទី1គឺ default នេះហើយនឹង port 81គឺ website នេះអញ្ចឹងបន្តមកទៀតគឺយើងធ្វើការ test ទៅលើ2 different IP អញ្ចឹងខ្ញុំធ្វើការបង្កើតនៅ IP address ទៅឲ្យ server របស់យើងមួយទៀតខ្ញុំអាចប្រើនៅ command nmtoy នេះដល់មកទៀតខ្ញុំធ្វើការ edit connection ហើយខ្ញុំចូលមក edit កន្លែងនេះអញ្ចឹងកន្លែង IPv4 យើងធ្វើការ show មកអញ្ចឹងកន្លែងនេះយើងទាមទារឲ្យយើងប្រើប្រាស់នៅ static IP ដើម្បីឲ្យអាចឲ្យយើងធ្វើចឹងបានអញ្ចឹងបន្ទាប់ពីខ្ញុំបង្កើតនៅ static IP វាប្រកាសជាដាច់នៅ POTI section អញ្ចឹងខ្ញុំធ្វើការបង្ហាញនៅលើ VMware workstation ផ្ទាល់មកអញ្ចឹងអាចបង្កើតនៅ IP ចំនួន2មក138ហើយនឹង138អញ្ចឹង default gateway យើងដាក់នេះមកហើយ DI server យើងដាក់បង Google អញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងបង្កើតហើយយើង click OK ហើយយើងធ្វើការ activate deactivate ក៏ដូចជា activate នៅ interface របស់យើងដើម្បីឲ្យ static IP ហ្នឹងដំណើរការអញ្ចឹងពេលខ្ញុំ deactivate គឺវាដាច់ connection ពិតទីអញ្ចឹងយើងចុចឲ្យ link កើតហើយយើងចូលមកកាន់ VMware workstation អញ្ចឹងយើងអាចប្រើប្រាស់នៅ IPA ដើម្បីខ្ញុំត្រូវ enable នេះវិញសិនអញ្ចឹងហើយយើងអាចប្រើប្រាស់នៅ IPA ដើម្បីមើលនៅ IP របស់យើងឃើញមាន137និង138អញ្ចឹងយើងចូលមកកាន់vhost configuration យើងមុនហ្នឹងគឺនៅ est http config.d vhost config អញ្ចឹងកន្លែងនេះគឺយើងធ្វើការដាក់ port 80ដូចគ្នាហើយយើងគ្រាន់តែ specify ទៅលើ IP address ផ្សេងគ្នាអញ្ចឹងវាពី address ផ្សេងគ្នាហើយ port ដូចគ្នាអញ្ចឹងយើងធ្វើការ save មកតាមទៀតយើង restart នៅ service របស់យើងអញ្ចឹងហើយខ្ញុំសាកមក access ពីនេះម្ដងអញ្ចឹង137គឺចូល website ទី1យើងដូរ IP 138គឺចូល IP ចូល website ទី2អញ្ចឹងពាក់ព័ន្ធទៅនឹងការ config ទៅលើ IP address ពីរផ្សេងគ្នាគឺបានជោគជ័យអញ្ចឹងនៅមួយចុងក្រោយគឺពាក់ព័ន្ធទៅនឹងdomain name អញ្ចឹងដូចខ្ញុំសាកសុំមើលនៅក្នុងនេះសិនគឺ etc http this vhost អញ្ចឹងកន្លែងនេះខ្ញុំបានបញ្ជាក់នៅ server name អីរួចហើយអញ្ចឹងខ្ញុំនៅក្នុង host របស់ខ្ញុំគ្រាន់តែចូលមកកាន់IC Windows system 32 driver etc ហើយនឹង host អញ្ចឹងនេះគឺជា host file ខ្ញុំធ្វើការបង្កើតវាសម្រាប់ point ទៅកាន់ IP address ពីរផ្សេងគ្នាមិនដែលខ្ញុំបានយើងត្រូវបើកនៅ notepad សិន
យើង run វាជា administrator តទៅទៀតកន្លែងនេះយើងធ្វើការ open ហើយយើងនឹងធ្វើការចូលទៅកាន់ទីតាំងដែល host file យើងស្ថិតនៅចានេះ system 32 driver entities យើងយក all files ហើយយើង open file host មកអញ្ចឹងយើងធ្វើការ login ចោលអញ្ចឹង server ទី1របស់យើងគឺជា web1.com ហើយនឹង website ទី2គឺ web2.com អញ្ចឹងធ្វើការ save file ហ្នឹងមកហ្នឹង file ហ្នឹង save ហើយយើងអាចឃើញពេលវេលាវាបាន save អញ្ចឹងយើងធ្វើការចូលមកកាន់ website របស់យើងដើម្បីធ្វើការ access ចង់វិញថាវាទៅអត់អញ្ចឹងនេះគឺវាបានទៅ website ទី1ហើយ website ទី2អញ្ចឹងមានន័យថារួចហើយអញ្ចឹងបន្តមកទៀតគឺយើងធ្វើការបង្កើតនៅ SSL certificate សម្រាប់web server របស់យើងអញ្ចឹងដើម្បីបង្កើតបានគឺទី1យើងត្រូវ install នៅ software ទាំងពីរនេះសិនគឺ mood_sl និង OpenSL តទៅទៀតយើងធ្វើការបង្កើតនៅ directory សម្រាប់ SSL ហើយយើងធ្វើការទៅកាន់ directory មួយហ្នឹងតទៅទៀតយើងនឹងប្រើប្រាស់នៅ command ដើម្បីបង្កើតនៅ signature ចំនួន2យ៉ាងនេះគឺជា command ដែលយើងប្រើសម្រាប់បង្កើតនៅ certificate country code និង KH full names comport ចានេះគឺជា information ពាក់ព័ន្ធទៅនឹងអីដែលគេសួរយើងហ្នឹងយើងក៏អាច leave វា blank បានដែរតែនេះខ្ញុំធ្វើការចូលទៅ email 9@gmail អញ្ចឹងយើងធ្វើការបង្កើតនៅ certificate បានមួយអញ្ចឹងធ្វើការបង្កើតមួយទៀតតែសម្រាប់ web 2យើងធ្វើដូចតែគ្នាមកពុំដាក់ខុសអញ្ចឹងបាន2ហើយអញ្ចឹងបន្ទាប់ពីយើងបង្កើត certificate ហើយយើងត្រូវបង្កើត directory ចំនួន2បង្កើត file ចំនួន2គឺជា file config ដែលយើងបង្កើតនៅក្នុង config.sd នេះគឺខ្ញុំហើយខ្ញុំបញ្ជាក់វាអញ្ចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំធ្វើការកែបន្តិចSSLហើយខ្ញុំធ្វើការ copy content នេះចុះអញ្ចឹង content នេះពាក់ព័ន្ធទៅនឹង certificate ចំពោះ server ទី1 example web 1អញ្ចឹងធ្វើការ copy មួយទៀតតែសម្រាប់ web 2 របស់យើង web 1 example web 2 ចាំតើយើងបង្កើតហើយយើងធ្វើការ quit ហើយ save file ហ្នឹងមកហើយយើងធ្វើការប្រើប្រាស់នៅ command apache ctl config test ដើម្បីចង់ដឹងថាមានបញ្ហាអីអត់ cannot define multi listener on the same IP port ហ្នឹងតើពីខ្ញុំបានសួរ AI មកចឹងមើលឃើញថាយើងមានបញ្ហាក្នុងការបង្កើត certificate អញ្ចឹងពួកការបង្កើត certificate គឺយើងអត់ត្រូវបង្កើតនៅក្នុង directory HTTP ទេយើងត្រូវបង្កើតនៅ directory មួយទៀតដែលឈ្មោះថា web នេះហើយវានឹងបង្កើតនៅ private មួយក៏ដូចជា directory មួយអញ្ចឹងនេះយើងឃើញហើយយើងបានបង្កើតនៅ certificate ចំនួន2អញ្ចឹងឥឡូវយើងធ្វើការតេស្ត website របស់យើងរបស់នេះតែថាយើងប្រើ protocol HTTP ហើយគ្រាន់តែថា web browser គឺវាអត់ស្គាល់នៅ certificate generate ដល់យើងខ្លួនឯងអញ្ចឹងវា mark ថា unsecure អញ្ចឹងទៅតែអានេះគឺយើងប្រើនៅ port 113សម្រាប់ access ទៅកាន់ website ហើយយើងមិនបង្កើតបានតែមួយទេគឺយើងបង្កើតបានទាំងពីរតែដោយសារតែខ្ញុំធ្វើការ generate ខកពាក់ព័ន្ធទៅនឹង location របស់ certificate ចឹងវាធ្វើឲ្យមានបញ្ហាចឹងឥឡូវយើងបានដោះស្រាយហើយវីដេអូយើងក៏មកដល់ទីបញ្ចប់ដែរសូមអរគុណដល់អ្នកនាងចំពោះការតាមដានបាយបាយ